សុបមួយមុខនេះមានឈ្មោះថាសុបយ៉ាហនដែលជាសុបរបស់ខ្មែរយើងណារសជាតិវិញឆ្ងាញ់ហើយឈ្ងុយអត់ចាញ់ជាមួយនឹងសុបបរទេសទេវិធីសាស្ត្រនៃការធ្វើសុបនេះក៏អត់សូវពិបាកប្រហែលដែរអ្នកទាំងគ្នាដំបូងគឺយើងត្រូវការកិនគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមហើយនិងរមៀតសម្រាប់រមៀតហ្នឹងបងប្អូនដាក់ក៏បានអត់ក៏បានដែរតែសម្រាប់នាងខ្ញុំគឺនាងខ្ញុំដាក់យកពណ៌បន្ទាប់ពីកិនគល់ស្លឹកគ្រៃហើយអស់ហើយគឺបងប្អូនយកគល់ស្លឹកគ្រៃហ្នឹងមកលីងជាមួយនឹងប្រេងឆាឲ្យវាឡើងឈ្ងុយហើយចាំបងប្អូនដាក់ជាមួយនឹងកាពិហើយនិងម្សៅម្ទេសហ្នឹងបើសិនជាករណីបងប្អូនអត់មានទេបងប្អូនប្រើជាមួយនឹងម្ទេសឆ្អើរកិនវាឬក៏ចិញ្ច្រាំវាឲ្យម៉ត់ក៏បានដែរបន្តមកទៀតបងប្អូនដាក់ជាមួយនឹងស្ករត្នោតហើយចាក់ខ្ទិះដូងចូលបន្តមកទៀតបងប្អូនចាប់ផ្ដើមដាក់ប៊ីចេងបន្តិចទៅដាក់ជាមួយនឹងទឹកត្រីបន្តិចទៅហើយខ្ញុំដាក់ជាមួយនឹងដុំស៊ុបខ្នុរ2ដុំទៀតទៅតាមបរិមាណទំហំឆ្នាំងស៊ុបរបស់ខ្ញុំអញ្ចឹងណាបងប្អូនហើយបន្តមកទៀតគឺខ្ញុំចាក់ទឹកនឹងឯងទឹកគឺខ្ញុំចាក់2ឆ្នាំងតូចអញ្ចឹងបងប្អូនហើយបងប្អូនចាំភ្លក់ទៅតាមហ្នឹងកុំភ្លេចដាក់សណ្តែកដីផងគ្របឆ្នាំងទុកនៅពេលដែលស៊ុបរបស់យើងពុះហើយគឺជាការស្រេចតែម្ដងស៊ុបយ៉ាហនរបស់យើងគឺរួចរាល់ហើយពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនអាចតម្លាក់សាច់អាចតម្លាក់បន្លែឬក៏ប្រហិតទៅតាមចំណង់ចំណូលចិត្តអញ្ចឹងណាសម្រាប់នាងខ្ញុំវិញនាងខ្ញុំចូលចិត្តញ៉ាំជាមួយនឹងស្ពៃតឿញ៉ាំជាមួយនឹងផ្សិតម្ជុលហើយតកួនហើយនឹងស្ពៃបូកូសាច់គឺខ្ញុំចូលចិត្តញ៉ាំជាមួយនឹងសាច់គោអញ្ចឹងណាយើងមានជាគ្រឿងសមុទ្រអីបន្តិចតួចអញ្ចឹងទៅពុកម៉ែបងប្អូននៅពេលដែលសាច់គោឆ្អិនហើយគឺយើងយកមកជ្រលក់ជាមួយនឹងទឹកជ្រលក់ពុកម៉ែបងប្អូនហើយគូជាតិខ្លាំងមែនតើសំខាន់ទឹកស៊ុបមានក្លិនឈ្ងុយជះមកហើយគឺមានរសជាតិខ្ទិះខ្លាំងមែនតើណានិយាយទៅស៊ុបខ្មែរមួយមុខនេះគឺខ្ញុំឲ្យលេខ1ហ្មងពុកម៉ែបងប្អូនអាចសាកធ្វើញ៉ាំបានធានាឲ្យមកឆ្ងាញ់តែម្ដង